ដាក់ឆ្នាំងយើងក្តៅបន្តិចហើយនាងខ្ញុំក៏ចាក់ខ្ទិះដូងចូលទៅចាយើងចាក់ខ្ទិះដូងយើងសម្រិតផងកុំឲ្យដល់កាកចាយើងសម្រិតចាកាកនោះគឺយើងចាក់ចោលទៅហើយបន្ទាប់មកនៅពេលដែលយើងដាក់ខ្ទិះដូងចូលចែករំលែកទៅកាន់លោកអ្នកបងប្អូនផងដែរដូច្នេះហើយក៏សម្រេចថាចាធ្វើបាយដំណើបសង្ខ្យាតែម្ដងទៅចានៅពេលដែលខ្ញុំដាក់សាច់ទុរេនចូលហើយក៏បន្តិចហើយនាងខ្ញុំក៏បានដាក់ស្ករសចាស្ករសនេះនាងខ្ញុំដាក់ចំនួន3ខាំកន្លះចាខ្លាចផ្អែមពេកចានាងខ្ញុំដាក់3ខាំកន្លះព្រោះថាសាច់ទុរេននោះក៏ផ្អែមខ្លាំងដែរហើយបន្ទាប់មកនាងខ្ញុំដាក់អំបិលចាចូលបន្តិចអំបិលនេះមួយចាចុងស្លាបព្រាបាយចាមួយចុងស្លាបព្រាចាពីព្រោះថាម្សៅឆានេះនឹងធ្វើឲ្យទឹកសង្ខ្យារបស់យើងខាប់ចាលោកអ្នកចង់ខាប់ខ្លាំងគឺត្រូវដាក់ម្សៅឆាឲ្យច្រើនតែបើសិនជាមិនចង់ខាប់ខ្លាំងទេដាក់ល្មមទៅបានហើយចាហើយតោះមកយើងទុកឲ្យពុះចាហើយក្លិនហ្នឹងនៅពេលដែលនាងខ្ញុំធ្វើហ្នឹងគឺឈ្ងុយហើយអញ្ចឹងបិទភ្លើងហើយចាបិទភ្លើងហើយគឺបានន័យថាឆ្អិនហើយចានៅពេលដែលឆ្អិនយើងទុកឲ្យត្រជាក់បន្តិចគឺឃើញរូបរាងបែបនេះចាហើយយើងមកមើលការដែលយើងត្រៀមញ៉ាំអញ្ចឹងយើងដួសបាយចាដួសបាយដាក់ចានបាយដំណើបដែលយើងបានដាំនោះគឺដាក់ចានហើយយើងស្រូបទឹកសង្ខ្យាយើងចូលមកទំនងណាស់លោកអ្នកបងប្អូនអើយចាអញ្ចឹងហើយដោយសារឃ្លានភ្លាមដែរអញ្ចឹងធ្វើឲ្យភ្លាមចាក្តៅហុយហ្នឹងគឺក៏ចាប់ដើមភ្លក់តែម្ដងចាអញ្ចឹងបាយដំណើបហើយយើងដាក់ទឹកសង្ខ្យាហើយនាងខ្ញុំចាគឺបន្ថែមចារូបសម្រស់បន្តិចចាគឺរយចាប្រហែលជាលោកអ្នកបងប្អូនឃើញហើយថារយល្ងបន្តិចចាហើយបន្ទាប់មកចាចេញហើយអរគុណច្រើនសម្រាប់ការទស្សនាហើយនិងការ Subscribe